សិល5គឺជាសិលរបស់មនុស្សឥឡូវចាំមើលអ្នកណាដែលឆ្លាតជាងគេបានចង់បានរង្វាន់ដែរអត់ចង់បានរង្វាន់ទេអញ្ចឹងត្រូវតែឆ្លាតម្ដងទៀតណាស្ដាប់យកចិត្តទុកដាក់សិល5ទី1មិនសម្លាប់សត្វត្រូវហើយណាធ្វើទុកក្នុងចិត្តឲ្យល្អណាតាំងចិត្តថាមិនសម្លាប់សត្វមិនសម្លាប់សត្វដូចជាសំបីតែការឃើញសម្ោចក្តីការឃើញមូសក្តីដែលមិនសម្លាប់ទៅបានហ្នឹងព្រោះតែយើងមានធម៌មួយទើបមិនសម្លាប់សត្វគឺមាននៅមេត្តាណោះបើមានមេត្តាសម្លាប់សត្វបានទេមានសេចក្តីអាណិតថាអូសត្វក៏ចង់រស់ខ្លួនឯងក៏ចង់រស់អញ្ចឹងប្រសិនបើមានមេត្តាធម៌មួយកើតឡើងมันអាចសម្លាប់សត្វបានទេអញ្ចឹងការមិនធ្វើសត្វឲ្យស្លាប់ដោយដែលបានសមាទាននេះដោយសារមានធម៌មេត្តាដែលស្គាល់មេត្តាធម៌ទេចង់ឲ្យខ្លួនឯងបានសុខទេចង់ឲ្យមិត្តភ័ក្តិទាំងអស់គ្នាបានសុខទេអានឹងគេហៅថាមេត្តាអញ្ចឹងចាប់ចំណុចនឹងមួយថាមិនសម្លាប់សត្វព្រោះតែមានអីមែនមានមេត្តាតិចទៀតសួរណាយករង្វាន់ណាបានអត់ធ្វើទុកក្នុងចិត្តឲ្យល្អមិនសម្លាប់សត្វព្រោះមានមេត្តាអ្នកដែលសម្លាប់សត្វព្រោះតែអត់មេត្តាទី2លោកអត់ឲ្យយើងកាន់យកទ្រព្យរបស់អ្នកដតីទេរបស់បន្តិចបន្តួចក៏ដោយត្រូវតែសូមគេមិនចឹងណាមិនចេះតែទៅកឆក់កណ្ដៀតយករបស់គេទេអ្នកដែលកាន់យកទ្រព្យរបស់គេដែលគេមិនបានឲ្យដោយកាយវាចាបានន័យថាបុគ្គលនោះមិនមាននៅការចិញ្ចឹមជីវិតដល់ប្រពៃទេនៅក្នុងភាសាបាលីគេហៅថាសម្មាអាជីវៈណាការដែលកាន់យកទ្រព្យរបស់គេដែលគេមិនបានឲ្យដោយកាយវាចាបានន័យថាបុគ្គលនោះចិញ្ចឹមជីវិតមិនប្រពៃទេតែការដែលចិញ្ចឹមជីវិតដោយប្រពៃគឺចិញ្ចឹមជីវិតដល់បានន័យថាប្រព្រឹត្តទៅក្នុងជីវិតរបស់ខ្លួនឯងគេហៅថាសម្មាអាជីវៈចិញ្ចឹមដោយប្រពៃដល់បានទេមិនកាន់យកទ្រព្យរបស់អ្នកដតីព្រោះតែចិញ្ចឹមជីវិតខ្លួនឯងដោយប្រពៃបានពីរណាតាមបានអត់ហ្នឹងហើយស្ដាប់បន្តិចណាទី3អ្នកដែលប្រព្រឹត្តខុសក្នុងកូនប្តីប្រពន្ធអ្នកដតីធ្វើឲ្យកើតរឿងក្តីក្តាំងក្នុងក្រុមគ្រួសារមិនបានសេចក្តីសុខមកពីអ្នកនោះមិនមានធម៌អីគឺមិនមានសេចក្តីសន្តោសបានន័យថាអត់ចេះព្រមល្មមជាមួយនឹងគ្រួសារខ្លួនឯងណាចេះតែប្រព្រឹត្តខុសទៅវាធ្វើឲ្យដាច់នៅសិលទី3ហ្នឹងគឺមិនចេះព្រមល្មមជាមួយនឹងរបស់ដែលខ្លួនមានដូចជាថាបើមានប្តីហើយក៏ល្មមជាមួយប្តីរបស់ខ្លួនឯងសន្តោសទៅបើមានប្រពន្ធហើយក៏មានប្រពន្ធអញ្ចឹងណាអាហ្នឹងក្នុងហ្នឹងគេហៅថាសន្តោសមិនប្រព្រឹត្តខុសក្នុងសិលទី3ព្រោះតែមានសេចក្តីសន្តោសចេះមានសេចក្តីល្មមគ្រប់គ្រាន់ដាក់បានអត់មកលើធ្វើតែបន្តិចសិនបាត់3ណាទី1មិនសម្លាប់សត្វព្រោះមានច្បាស់របស់គាត់ទី2មិនកាន់យកទ្រព្យគេព្រោះមានការចិញ្ចឹមជីវិតដោយប្រពៃទី3មិនប្រព្រឹត្តខុសក្នុងកូនប្តីប្រពន្ធអ្នកដតីព្រោះមានសន្តោសអីយ៉ាក្រត់បើណាទី4មិនពោលពីកុហកចូលចិត្តកុហកអត់កុំកុហកណាកុំកុហកគ្រូកុំកុហកអីណាហ្នឹងណាត្រូវមានសិលនឹងមួយត្រូវមានពាក្យស្មោះត្រង់អញ្ចឹងពេលដែលយើងមិនកុហកយើងមានគុណធម៌មួយបានន័យថាសច្ចៈគឺទៀងត្រង់អ្នកដែលមានសេចក្តីទៀងត្រង់មិនមានសេចក្តីកុហកអ្នកដតីទេដល់ទៅពេលមិនទៀងត្រង់កុហកមនុស្សដែលនិយាយកុហកច្រើនគេអត់សូវជឿទេណាតាមបានដែរអត់ដែលសុំច្បាប់គ្រូឈឺអត់ដែលអត់បើឈឺមែនតើគ្រូឲ្យប៉ុន្តែកុហកគេឲ្យទេកុហកញយទៅគេដឹងគេអត់ឲ្យទេអញ្ចឹងបានន័យថាអ្នកដែលនិយាយកុហកគេអត់សូវជឿទេហើយចង់ឲ្យមានសម្លេងពីរោះទេចង់ឲ្យមានមាត់ស្អាតថ្មិញស្អាតទេកុំកុហកអ្នកដតីដាំពូអញ្ចឹងណាអញ្ចឹងមិនកុហកអ្នកដតីព្រោះតែបុគ្គលនោះមាននៅសច្ចៈគឺពាក្យស្មោះត្រង់សិលទី4មិនចង់ឲ្យសិលទី4ដាច់លុះត្រាណាតែយើងដាំពូជស្មោះត្រង់ទី5បាន4ហើយណាចាំហើយណា4ហើយណាទី5មិនបរិភោគទឹកស្បឹងហើយក្មេងៗអត់ទេណានៅទីនេះគេមិនឲ្យហូបទេណាអ្នកគ្រូអត់ទេអ្នកដែលមិនបរិភោគទឹកស្បឹងដោយសារអ្នកនោះ
miền nơi sẽ đây mình bỏ mát cứ áp bỏ mát tẹt thò chẳng hạn á mình bỏ mát không pê về lia mình bỏ mát không trọc sầm bát mình bỏ mát không ở dụ chi vất ban chia ai sầm mát tiên nơi sal pram nâng bàn tay pom đôi chân tế sổ ra mê ray dạ nâng ọt ấy thẻ thẻ vào pôn ai thẻ vào đây ấy nha na sổ ra na mình chẳng đó vài chan vài chân nâng sổ ra trôi mình chẳng đó đập bàn đây ọt đang ngày bọc co chỉ cột nạ chả ra cho sập cột nó ngả rừng sầu ra năng ấy mình chẳng đó chẳng trời vi rồi lời prai thì chợ 他说那个你们每天喝酒，然后那个老公没有酒喝，然后要带老公要带老婆，老婆又带老公了，为什么没有酒喝đây cũng sao？OK。 ประมาณให้ไหมปรามหมอเลยบานรางวัลแต่รางวัลบางปีจ้าเป็นบางปีทำไมนะเนาะเนี่ยนาได้จำคลาฮันเลือกใดเฮียนเลือกใดนะเนี่ยนาได้จำหนึ่งบานรางวัลเอาเลือกใดใต้ตรบานต่างปรามนะมันจะบวนให้ใบนะโยปรามสันเมื่อเนี่ยนาได้เมียนถ้าไอคิวการได้จำบานคลังmà nhiều na trăm ban từng pram ấy đó là hàn chmu ấy rồi pram chmu phong chmu ấy